មនុស្សប្រុសដែលសោយបំផុតតែងតែមានលក្ខណៈទាំង4យ៉ាងនេះជីវិតមនុស្សជោគជ័យឬបរាជ័យភាគច្រើនអាស្រ័យទៅលើការប្រឹងប្រែងរបស់ពួកគេរៀងៗខ្លួនក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញខាងហុងស៊ុយបានជឿសុខថាទម្រង់មុខរបស់មនុស្សម្នាក់ៗសុទ្ធសឹងតែបង្ហាញអំពីសំណាងល្អឬក៏អាក្រក់និងបានឆ្លុះបញ្ចាំងអំពីអនាគតបានផងដែរជាក់ស្ដែងបរិបទដែលមានលក្ខណៈទាំង4ដោយដែលយើងនឹងរៀបរាប់បន្តិចទៀតនេះបើយោងតាមអ្នកជំនាញផ្នែកនរវិទ្យាបានអះអាងថាពួកគេគឺជាបរិបទដែលសោយបំផុតលើលោកហើយគ្មានជោគវាសនាល្អនឹងគេនោះទេឥឡូវនេះចង់ដឹងថាការសន្និដ្ឋានរបស់នរវិទ្យាពាក់ព័ន្ធទៅនឹងផ្នែកទាំង4នៃបរិបទនោះមានអ្វីខ្លះដើម្បីកុំឲ្យខាត់ពេលយូរនោះសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅតាមដានដូចតទៅ1បុរសដែលមានប្រជ្រុយនៅចំពាក់កណ្ដាលនៃចិញ្ចើមប្រសិនបើជាសុភាពបុរសណាមានប្រជ្រុយនៅត្រង់កន្លែងនេះគេចាត់ទុកជាប្រផ្នូលអាក្រក់ឬគ្មានសំណាងល្អបន្តិចនោះឡើយប្រជ្រុយចំពាក់កណ្ដាលចិញ្ចើមមិនអាចផ្ដល់សំណាងឲ្យកើតមានដល់ម្ចាស់នោះទេជីវិតរបស់ពួកគេបើទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏ដោយក៏មិនអាចសុខបានពេញមួយជីវិតនោះដែរសូម្បីតែផ្លូវអាជីពរបស់ពួកគេក៏លំបាកខ្លាំងរីឯជីវភាពក៏ពិបាកគេចផុតពីភាពក្រីក្រខ្លាំងណាស់ទី2បុរសដែលមានឆ្អឹងមុខធំក្រៅតែពីប្រជ្រុយចំពាក់កណ្ដាលចិញ្ចើមបុរសដែលមានឆ្អឹងមុខធំនិងស្បែកមុខស្ដើងក៏ជាលក្ខណៈដែលបង្ហាញថាបើទោះបីជាពួកគេខំប្រឹងអស់មួយជីវិតក៏នៅតែជួបក្រលំបាកដដែលបុរសទាំងនេះភាគច្រើនគឺជាប្រភេទមនុស្សមិនខំធ្វើការខ្ជិលច្រអូសនិងជាបុរសដែលពូកែបង្ហាញលុយគ្រួសារដោយសារតែទម្លាប់លេងល្បែងស៊ីសងជាដើមបើទោះបីជាពួកគេមានទ្រព្យសម្បត្តិច្រើនបន្សល់ទុកពីឪពុកម្ដាយឬជីដូនជីតាយ៉ាងណាក៏ដោយក៏មិនអាចប្រែក្លាយបុរសម្នាក់នេះឲ្យក្លាយទៅជាអ្នកមានបានក៏ព្រោះតែភាពងប់ងល់និងល្បែងខ្លាំងរបស់ពួកគេចំណែកឯការងារកម្រអាចទុកដាក់លុយក្នុងដៃបានយូរខ្លាំងណាស់ហើយជីវិតក្រោយៗមកក៏កាន់តែក្រទៅផងដែរទី3សុភាពបុរសដែលមានប្រជុំចិញ្ចើមជិតជាប់គ្នាចំពោះបុរសដែលមានប្រជុំចិញ្ចើមជាប់គ្នាបែបនេះពិតជាជួបការលំបាកខ្លាំងណាស់មិនថាវ័យក្មេងឬវ័យកណ្ដាលយ៉ាងណាក៏ដោយជាពិសេសវិថីសំណាងមិនងាយជួបប្រសពនោះទេលើសតែពីនេះពួកគេភាគច្រើនមានចរិតតូចចង្អៀតដូច្នេះហើយពួកគេមិនអាចធ្វើអ្វីធំដុំបាននោះឡើយហើយអាជីពរបស់ពួកគេក៏មិនអាចជោគជ័យបានផងដែរទី4សុភាពបុរសដែលមានបបោមាត់ស្ដើងនិងទូលាយបុរសដែលមានទម្រង់មាត់ធំទូលាយនិងបបោមាត់ស្ដើងភាគច្រើនគឺជាប្រភេទមនុស្សដែលមានសម្ដីសម្ដៅមិនពីរោះពិសាដោយតែងតែនិយាយពាក្យគំរោះគំរឿយដាក់មនុស្សជុំវិញខ្លួនមិនតែប៉ុណ្ណោះពួកគេក៏ជាប្រភេទមនុស្សខ្លួនជាប្រុសមាត់ជាស្រីនិយមនិយាយដើមអ្នកដទៃនិងខ្វះការយល់ចិត្តអ្នកផងទៅពូងមនុស្សប្រុសដែលមានមាត់បែបនេះជានិមិត្តសញ្ញានៃមនុស្សដែលមិនអាចរក្សាលុយនៅក្នុងដៃបាននោះទេបើទោះបីជាមានលុយនៅក្នុងដៃច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែលាភសំណាងនឹងរលត់ទៅវិញលុយកាក់ក៏ធ្លាក់ចុះជីវភាពជួបទុក្ខលំបាកហើយខ្វះខាតច្រើនសឹងតែពេញមួយជីវិតបាទលោកអ្នកនាងប្រិយមិត្តជាទីមេត្រីនេះគឺជាលក្ខណៈទាំង4ដែលក្រុមនរវិទ្យាអះអាងថាប្រសិនបើបុរសមានលក្ខណៈទាំង4នេះគឺជាបុរសដែលសោយបំផុតលើលោកនិងតែងតែមានជីវភាពក្រលំបាកក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមការសន្និដ្ឋាននេះវាមិនមែនសុទ្ធតែត្រឹមត្រូវ 100% នោះទេព្រោះជីវិតមនុស្សម្នាក់ៗរមែងមានលក្ខណៈពិសេសរៀងៗខ្លួនបើទោះបីជាក្រីក្រឲ្យតែឧស្សាហ៍ព្យាយាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពនោះមិនយូរនោះទេជីវិតនឹងមានភាពប្រសើរជាមិនខានស្រីត្រូវដឹងបុរសណាមានប្រជ្រុយ5ទីតាំងនេះច្រើនតែផិតក្បត់ងាយឲ្យជនទី3ចូលមកជ្រៀតជ្រែកចំណែកបុរសដែលមានប្រជ្រុយដុះនៅផ្នែកទាំងនេះក្រោយអាយុ30ឆ្នាំច្រើនតែពិបាករកបានគូគប់ក្នុងជីវិតហើយក៏ប្រឈមនឹងការរស់នៅមិនចុះសម្រុងគ្នាផងដែរ
ទី1ប្រជ្រុយដុសក្បែរសៀតផ្កាខាងឆ្វេងបុរសដែលមានប្រជ្រុយដុសនៅសៀតផ្កាខាងឆ្វេងជាបុរសដែលមានអត្តចរិតឆេវឆាវហើយខ្សែបន្ទាត់ស្នេហាគឺតែងជួបរឿងរាវជានិច្ចនិងមិនស្រស់បំព្រងនោះទេគូស្នេហ៍បើបានជួបគ្នាហើយក៏រស់នៅមិនចុះសម្រុងគ្នាដែរហើយមនុស្សប្រុសនេះក៏ងាយផិតក្បត់ប្រពន្ធណាស់ដែរទី2ប្រជ្រុយនៅកណ្ដាលថ្ពាល់ខាងស្ដាំបើបុរសនោះមានប្រជ្រុយមួយនៅកណ្ដាលថ្ពាល់ខាងស្ដាំនោះជីវិតពួកគេរមែងជួបរឿងសោកសៅហើយមានរឿងក្រៀមក្រំតាមខ្លួនជានិច្ចបើរកបានប្រពន្ធហើយក៏ត្រូវចេះចិត្តធ្ងន់មិនដូច្នេះទេប្រឈមងាយនឹងបែកបាក់គ្នាជារួមពិបាកនឹងរស់នៅចុះសម្រុងគ្នាខ្លាំងណាស់ទី3ប្រជ្រុយលើចិញ្ចើមបុរសដែលមានប្រជ្រុយលើចិញ្ចើមប្រៀបបានទៅនឹងបុរសដែលងាយឲ្យជនទី3ចូលមកជិតជ្រែកក្នុងជីវិតគ្រួសារជារួមស្នេហារបស់បុរសនេះមិនងាយរក្សាបានយូរឡើយពលតែងមានជនទី3ចូលមកជ្រៀតជ្រែកទាំងស្រុងទី4ប្រជ្រុយក្រោមភ្នែកក្រោមខ្សែបន្ទាត់ភ្នែកបើបុរសនោះមានប្រជ្រុយគឺមិនខុសពីប្រជ្រុយនៅលើចិញ្ចើមនោះទេដោយបុរសនេះមិនសូវចេះយកចិត្តទុកដាក់លើប្រពន្ធកូនហើយងាយនឹងបង្កទំនាស់រួចក៏ងាយនឹងបើកផ្លូវឲ្យជនទី3ចូលមកជ្រៀតជ្រែកផងដែរទី5ប្រជ្រុយលើបបោមាត់មនុស្សប្រុសនេះស្លូតណាស់មិនសូវចេះនិយាយទេតែបើបានជួបនារីណាហើយគឺតែងតែមានអត្តចរិតពីធម្មជាតិចូលចិត្តចែកចង់ពេលខ្លះមិនស្រឡាញ់គេក៏ប៉ុន្តែនៅតែទៅរញ៉េរញ៉ៃគេមនុស្សនេះមានទំនោរក្បត់ពូលគឺមិនចេះស្រឡាញ់មួយនឹងមួយនោះទេជាហេតុនាំឲ្យទំនាក់ទំនងស្នេហាមិនមាននិរន្តរភាពឡើយក្រោយរៀបការរួចបុរសនេះក៏មិនស្មោះត្រង់ហើយតែងតែព្យាយាមលួចតាក់ទងនារីនៅខាងក្រៅជារឿយៗ